យើងសាងដោយខ្លួនឯងល្អឬអាក្រក់គឺនៅត្រង់ខ្លួនរបស់យើងជីវិតគឺជារបស់ដែលធម្មជាតិប្រគល់ឲ្យវាស្រេចតែយើងប្រើវាក្នុងផ្លូវល្អឬអាក្រក់ប៉ុណ្ណោះទឹកចិត្តដែលល្អប្រៀបបីដូចជាព្រះព្រហ្មដែលស្ថិតនៅក្នុងខ្លួនមនុស្សគឺមេត្តាករុណាមុទិតានិងឧបេក្ខាអ្នកណាប្រមាថភ្លេចខ្លួនក៏ដោយចុះយើងកុំប្រមាថអ្នកណាដេកលក់សប្បាយក៏ដោយចុះយើងព្យាយាមដឹងខ្លួនអប់រំចិត្តទូមានចិត្តបុគ្គលឆ្លាតយល់ដល់រឿងនេះហើយរមែងស្ទុះលឿនទៅមុខដូចជាសេះជើងល្អរត់ចោលសេះខ្ចោជើងដូច្នោះឯងប្រៃរស់ក្នុងទឹកព្រមហែលបញ្ច្រាស់ទឹកជានិច្ចមានតែត្រីងាប់ទេដែលអណ្ដែតបណ្ដោយទៅតាមខ្សែទឹកនោះមនុស្សត្រូវតែតស៊ូចំពោះនឹងឧបសគ្គបុគ្គលដែលបណ្ដែតបណ្ដោយជីវិតទៅតាមជោគជតាក៏ដូចជាត្រីស្លាប់យ៉ាងដូច្នោះឯងនៅក្នុងសង្គមមនុស្សរមែងដល់នៅភាពធំទៅបានគឺត្រូវឲ្យអ្នកដទៃលើកដំកើងប៉ុន្តែភាពជាធំខាងផ្លូវចិត្តវិញនោះគឺយើងត្រូវលើកដោយខ្លួនឯងជីវិតជារបស់កណ្ដាលកណ្ដាលមានប្រយោជន៍ក៏មានឥតប្រយោជន៍ក៏មានបើហ្វឹកហាត់អប់រំចិត្តរក្សាបានល្អគឺមានប្រយោជន៍តែបើខ្វះការហ្វឹកហាត់អប់រំនិងរក្សាមិនបានល្អទេគឺពិតជាឥតប្រយោជន៍ជីវិតមានខ្លឹមសារដោយចំការដាំក្រូចជីវិតឥតប្រយោជន៍ដោយវាដុះបន្លាមនុស្សស្អាតខ្ពើមរអើមរបស់ស្មោកគ្រោះចំណែកឯមនុស្សល្អវិញខ្ពើមឆ្អើមអំពើបាបរបស់ខ្លួនឯងពេលប្រយុទ្ធត្រូវការមនុស្សខ្លាំងក្លាពេលមានបញ្ហាត្រូវការបណ្ឌិតពេលដែលមានទុក្ខត្រូវការធម៌ពិតបានឃើញចិត្តមិត្តនៅពេលអន្តរាយកើតមកជាមនុស្សថាបើបង្អោនខ្លួនមកបម្រើអ្នកណាក៏ចូលធ្វើខ្លួនជាសេះឲ្យចវាយនេះជិះគ្រប់ពេលវេលាទៅប៉ុន្តែបើចវាយនេះគាត់មើលមកទុកដាក់យើងជាសេះយើងត្រូវតែរើខ្លួនចេញជាប្រញាប់ដើម្បីរក្សាកិត្តិយសយើងជាមនុស្សជាតិជាមនុស្សមិនមែនសេះទេពេលវេលាមិនស្មើគ្នាប៉ុន្តែអ្នកមានព្យាយាមភ្ញាក់រលឹកពីពេលមិនទាន់ភ្លឺរមែងមានពេលវេលាច្រើនជាងហើយម្យ៉ាងទៀតវាសំខាន់ត្រង់តែការប្រើប្រាស់នៅពេលវេលានោះបានប្រយោជន៍ឬឥតប្រយោជន៍ខាងសប្បាយកាយឬប្រយោជន៍ខាងចម្រើនចិត្តកាយរាប់ពាន់ដួងភ្លឺចាញ់ដួងខែដែលដួងខែមានតែមួយប៉ុណ្ណោះក៏ដូចជាមិត្តផ្លំរាប់ពាន់នាក់មិនអាចប្រៀបបាននឹងមិត្តល្អតែម្នាក់ប៉ុណ្ណោះដូច្នោះដែរក្រោតដូចជាភ្នក់ភ្លើងដូច្នេះកុំយកភ្លើងមករលត់ភ្លើងត្រូវតែរលត់ភ្លើងកំហឹងទៅដោយទឹកចិត្តមេត្តាភ្លើងរលត់កាលណាផ្ទះខ្លាយជាវិមានការនោះដោយអំណាចនៃមេត្តានិងភាវនានេះឯងម្យ៉ាងទៀតថ្នាំសំខាន់ពេលឈឺទឹកចិត្តសំខាន់ពេលក្រល្អព្រោះទឹកចិត្តស្អាតពិតព្រោះចរិយាចាស់មានតម្លៃចាស់បញ្ញាខ្លឹមអលង្ការគឺខន្តីចិត្តដែលអប់រំបានល្អហើយភាវៈអាក្រក់រមែងចូលទៅមិនដល់ដូចភ្លៀងដែលមិនអាចធ្លាក់ចុះចូលទៅក្នុងផ្ទះដែលគេប្រក់ចិត្តដូច្នោះឯង
មនុស្សធ្វើនៅអំពើអាក្រក់រមែងក្តៅក្រហាយទាំងយប់ទាំងថ្ងៃទាំងក្នុងលោកនេះនិងលោកខាងមុខចំណែកឯមនុស្សធ្វើអំពើល្អរមែងផ្ទុយគ្នាអំពីនោះសំបីលើផែនដីទាំងអស់ឲ្យដល់មនុស្សអ្នកអកតញ្ញូមិនអាចធ្វើឲ្យគេដឹងគុណបានដែរមិនមានការតស៊ូឯណាឲ្យក្រៃលែងជាងការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯងឡើយអ្នកនិយាយធម៌ដោយមិនបានប្រណិប័តតាមធម៌ដែលខ្លួននិយាយនោះរមែងមិនបានទទួលនៅផលនៃធម៌នោះឡើយដូចជាអ្នកស៊ីឈ្នួលមើលគោឲ្យគេរមែងមិនបានទទួលនៅផលគឺទឹកដោះគោនោះឡើយគឺបានតែតម្លៃថ្លៃឈ្នួលបន្តិចបន្តួចប៉ុណ្ណោះឯងយកឈ្នះមនុស្សទុនខ្សោយដោយការសង្គ្រោះយកឈ្នះមនុស្សខ្ពង់ខ្ពស់ដោយការគោរពយកឈ្នះមនុស្សស្មើគ្នាព្យាយាមថ្ងៃយប់ឈ្នះសពឈ្នះចិត្តខ្លួនឯងជំនះណាដែលត្រឡប់ចាញ់វិញជំនះនោះគឺជាជំនះធម្មតាតែជំនះណាដែលមិនអាចត្រឡប់ចាញ់វិញជំនះនោះប្រសើរបំផុតក្លិនក្រអូបគ្រប់យ៉ាងបញ្ច្រាស់ខ្យល់មិនបានឡើយប៉ុន្តែក្លិនសិលនិងក្លិនកិត្តិយសគេឈ្មោះរបស់មនុស្សរមែងក្រអូបប្រចាំខ្យល់ដោយពិតមនុស្សល្ងងបើដឹងថាខ្លួនល្ងងពិតនៅល្មមអាចបានទៅបណ្ឌិតប៉ុន្តែបើល្ងងហើយសម្គាល់ខ្លួនជាបណ្ឌិតគឺពិតជាល្ងងរហូតហើយមនុស្សល្ងងនៅចិត្តបណ្ឌិតរហូតមួយជីវិតក៏មិនអាចបាននៅរស់ធម៌អំពីបណ្ឌិតដែរដូចជាវែកមិនដឹងនៅរស់សម្លយ៉ាងដូច្នោះឯងមនុស្សឆ្លាតចូលទៅចិត្តបណ្ឌិតសំបីតែមួយផ្លែតរមែងទទួលនៅធម្មរសយ៉ាងឆាប់រហ័សដូចជាអណ្ដាតដឹងរសសម្លមនុស្សអាក្រក់ឃើញអំពើអាក្រក់ដូចជាទឹកឃ្មុំដរាបណាដែលអំពើអាក្រក់មិនតាន់ឲ្យផលលុះដល់កាលណាអំពើអាក្រក់ឲ្យផលការនោះឯងមនុស្សអាក្រក់រមែងជួបប្រសពនៅទុក្ខធំអ្នកស្រែតែងតែបាចទឹកបញ្ចូលតាមស្រែជាងឈើតែងតែចាំងឈើជាងព្រួញតែងតែពុតព្រួញចំណែកបណ្ឌិតរមែងមានខ្លួនទូមានអប់រំល្អហើយការមើលឃើញសេចក្តីល្អឬសេចក្តីអាក្រក់របស់ខ្លួនដោយខ្លួនឯងល្អជាងអ្នកដទៃគេមើលឃើញទៅទៀតបើឃើញសេចក្តីល្អគឺពិតជាល្អក៏ចូលធ្វើនៅសេចក្តីល្អនោះឲ្យបានរឿយៗចុះថែមទាំងពេញចិត្តចំពោះសេចក្តីល្អនោះផងព្រោះការសន្សំនៅសេចក្តីល្អធ្វើឲ្យកើតនៃសេចក្តីល្អមនុស្សអាក្រក់ឃើញអំពើអាក្រក់វាថាល្អរហូតពេលវេលាដែលកើតអំពីសេចក្តីអាក្រក់មិនទាន់ឲ្យផលលុះដល់កាលណាអំពើអាក្រក់ឲ្យផលទើបឃើញអំពើអាក្រក់ថាជាសេចក្តីអាក្រក់ពិតមែនបុគ្គលមិនគួរមើលងាយសេចក្តីអាក្រក់ថាបន្តិចបន្តួចឡើយព្រោះបើធ្វើរឿយៗនឹងคล้ายទៅជាបុគ្គលដែលពេញទៅដោយអំពើបាបដូចជាក្អមពេញទៅដោយទឹកដោយគ្រាន់តែទឹកស្រក់ចូលមួយដំណក់តែប៉ុណ្ណោះបើម្សិលមិញមានថ្ងៃនេះក៏មានថ្ងៃស្អែកក៏មាននឹងបដិសេធថាជាតិមុខមិនមានបានយ៉ាងដូចម្ដេចទៅព្រោះទាំងអស់នេះវាជាជាតិនៃវិញ្ញាណព្រោះមានជាបច្ច័យប្រជុំតតែងបុគ្គលដែលជាទីពឹងធ្វើឲ្យជាមលុបត្រជាក់ដល់អ្នកដទៃបានតែត្រូវជាអ្នកមានសេចក្តីអត់ធន់ចំពោះសេចក្តីលំបាកសពគ្រប់ប្រការដូចជាដើមឈើធំ
ដែលនៅជាមនុស្សឲ្យមនុស្សសត្វបានច្រកទាំងដែលខ្លួនឯងទទួលនៅកម្ដៅថ្ងៃយ៉ាងខ្លាំងដូចឆ្នោឯងត្រីធំច្រើនតែនៅក្នុងសមុទ្រជ្រៅបើយងចូលធ្វើខ្លួនជាទូកតូចនៅក្បែរមាត់ច្រាំងនឹងចាប់ត្រីធំបានយ៉ាងដូចម្ដេចទៅកិច្ចសន្យាទាំងឡាយរមែងសម្រេចដីកាចុះដៃធ្វើព្រោះបើមិនធ្វើឱកាសដែលបានសម្រេចរមែងមិនមានដោយពិតដូចជាការដើរផ្លូវបើមិនដើរទេឱកាសដែលនឹងទៅដល់ទិសដៅឲ្យពិតប្រាកដនោះมันមានដូច្នោះឯងការសាងនៃក្តីសង្ឃឹមដើម្បីសម្រេចនៅក្នុងជីវិតដោយការខ្ជិលក៏ដូចគ្នាគឺការសាងវិមានក្នុងអាកាសការមានចរិយាមេរយាទល្អមានសិលគុណក្នុងជីវិតរស់នៅជីវិតពិតជាបានប្រសើរគុណធម៌ផ្សេងទៀតរមែងចម្រើនជានិច្ចដូចជាឫសឈើស្រូបយកជីជាតិពីផែនដីដែលនៅជុំវិញដើមមកចិញ្ចឹមដើមមេឃផ្លែផ្កាឲ្យលូតលាស់ដូច្នោះឯងការមិនជាពាក់បំណុលគេជាសុខក្នុងលោកដូច្នោះបើចូលដេកដោយមិនមានអាហារវេលាល្ងាចវាប្រសើរជាងការភ្ញាក់ឡើងមកជាមួយគ្នានឹងការជាប់បំណុលសេចក្តីយ៉ាងណាបំណុលកាមក៏មានន័យយ៉ាងដូច្នោះដែរលៀងធ្លាក់ហើយរាំងប្រាំងហើយវស្សានាឡិកាចេះតែដើរដំណើរជីវិតពិតជាមិនបង្អង់សំបីមួយវិនាទីទោះបីជួបប្រទះនៅគ្រោះកាចឬគ្រោះជីវិតត្រូវតែទៅមុខជានិច្ចការព្យាយាមវឹកហាត់អប់រំខ្លួនឯងការញ៉ាំងសេចក្តីសុខឲ្យស្ងប់ដល់អ្នកដទៃការធ្វើចិត្តខ្លួនឯងឲ្យសម្បូរទៅដោយគុណធម៌និងមានការប្រកបគ្រប់គ្រងដោយល្អនេះជាបេះដូងរបស់អ្នកប្រាជ្ញយើងត្រូវតែជាអ្នកកំណត់ជោគជតាឲ្យខ្លួនយើងមិនរងចាំឲ្យជោគជតាតាមកំណត់ខ្លួនយើងឡើយមោខៈបរោះគឺមនុស្សដែលកើតមកហើយស្លាប់ទៅដោយមិនមានកប់ទុកនៅសេចក្តីល្អនៅក្នុងចិត្តនៃខ្លួនបុគ្គលដែលមិនមានការតស៊ូព្យាយាមបណ្ដោយជីវិតមួយថ្ងៃទៅមួយថ្ងៃឲ្យអស់ទៅរស់នៅដោយគ្មានគោលដៅអ្វីសោះនោះមិនខុសគ្នាពីសាកសពដែលដើរបានឡើយស្លាប់ដូចពស់រស់ដូចកង្កែបមនុស្សល្អធ្វើល្អស្រឡាញ់សេចក្តីល្អសេចក្តីល្អជាសម្បត្តិរបស់ចិត្តជាខ្លឹមសារនៃជីវិតជាទឹកលាងជម្រះនៅបន្ទិលសៅហ្មងរបស់ចិត្តជាសម្បត្តិដែលសន្សំព្រោះនាំឲ្យសម្រេចនៅសេចក្តីប្រាថ្នាគ្រប់យ៉ាងសមទៅតាមកាលវេលារលកធ្វើឲ្យសមុទ្រស្អាតយ៉ាងណាឧបសគ្គក៏ធ្វើឲ្យជីវិតរុងរឿងស្រស់ល្អដូច្នោះដែរបុគ្គលទើបមិនត្រូវចាញ់មុនឡើយនៅពេលដែលជួបឧបសគ្គការច្រណែនរមែងទម្លាយនៅលោកនេះឲ្យវិនិច្ឆ័យរួមទាំងបុគ្គលអ្នកច្រណែននោះផងបណ្ឌិតតែម្នាក់សរសើរល្អជាងបុគ្គលរាប់ពាន់អ្នកសរសើរអំពើដែលមិនល្អនិងមិនមានប្រយោជន៍មនុស្សអាក្រក់ធ្វើបានដោយងាយតែបើមនុស្សល្អធ្វើបានដោយកម្រជីវិតដែលមិនមានប្រយោជន៍គឺស្លាប់មុនពេលស្លាប់អ្នកប្រាជ្ញបានដាស់តឿនថាសូមឲ្យអ្នករស់នៅរហូតក្នុងជីវិតរបស់អ្នកសូមកុំឲ្យអ្នកស្លាប់មុនដល់ថ្ងៃស្លាប់អំណាចប្រាក់ធ្លាប់តែនៅជាមួយបុគ្គលអាក្រក់កាលណាកាលនោះវានឹងទូលាយនៅអ្វីៗគ្រប់យ៉ាងនិងជាទីបំផុតទម្លាយនៅបុគ្គលអាក្រក់នោះឯង
អ្នកសាប្រុសពូជរមែងទទួលនៅពូជនោះតែត្រូវបាននៅផលរបស់ពូជនោះយ៉ាងណាមិញអ្នកធ្វើទានរមែងមិនបាននៅទ្រព្យដែលខ្លួនបានបរិច្ចាគនោះដែរប៉ុន្តែគប្បីបាននៅសេចក្តីល្អពូនទុកក្នុងសន្តាននឹងបានទទួលនៅផលរបស់ទាននោះសមទៅតាមកាលដូចជាការសម្រេចនៅផលរបស់ពូជដូច្នោះដែរគប្បីឈ្នះមនុស្សនិយាយលេះលោះដោយនិយាយពាក្យពិតឈ្នះមនុស្សអាក្រក់ដោយសេចក្តីល្អសេចក្តីក្រោធជាហេតុនៃរូបផ្លូវកាយចម្រើនមុខទាំងជាមេរោគក្នុងផ្លូវចិត្តដូច្នេះសម្រាប់នៅសេចក្តីក្រោធបានរមែងនៅជាសុខទាំងអាចឈ្នះមនុស្សក្រោធបានដោយការមិនក្រោធចិត្តធំចិត្តជាប្រធានបើចិត្តអាក្រក់ហើយការនិយាយនិងការធ្វើក៏រមែងអាក្រក់ទៅផងដែរសេចក្តីអាក្រក់និងសេចក្តីល្អឲ្យផលមិនដូចគ្នាឡើយសេចក្តីអាក្រក់ឲ្យផលជាទុក្ខសេចក្តីល្អឲ្យផលជាសុខដើរផ្លូវម្នាក់ឯងប្រសើរជាងរួមដំណើរជាមួយនឹងមនុស្សអាក្រក់ព្រោះភាពជាមិត្តសម្លាញ់រមែងមិនមានក្នុងបុគ្គលពីរទេមនុស្សមានប្រាជ្ញាមានចិត្តមាំទាំធ្វើការងារដោយការតាំងចិត្តឲ្យសម្រេចរមែងមិនញាប់ញ័រនឹងឧបសគ្គដែលមកប៉ះខ្ទប់ដូចជាភ្នំថ្មតាន់មិនរលំនឹងខ្ចប់ជុះអ្វីដែលកើតឡើងរមែងតាំងរលត់ទៅយើងឃើញខ្លួនឯងក៏មិនអាចគេចផុតពីសភាពបែបនេះដែរសេចក្តីល្អរមែងតាមគ្រប់គ្រងចំពោះអ្នកដែលធ្វើល្អដូចជាឆាត់តាមបាំងការពីភ្លៀងឬក្តៅចំពោះអ្នកដែលបាំងដូច្នោះផងលោកនេះមានហេតុនៃសេចក្តីសុខច្រើនណាស់ការមិនធ្វើបាបបៀតបៀនអ្នកដទៃការសន្សំបុណ្យការមានសិលការសេពគប់នឹងសប្បុរសការស្ដាប់នៅព្រះធម៌ជាដើមជាពិសេសបានអប់រំទូមានចិត្តបើអ្នកខ្លាចទុក្ខនឹងមិនពេញចិត្តចំពោះទុក្ខទេចូលអ្នកកុំធ្វើបាបក្នុងទីវាលនិងក្នុងទីកំបាំងភេជ្ជៈដីដែលនីស្មុនឆ្នាំងធ្វើហើយមានការបែកបាក់ធ្លីទៅជាធម្មតាជាទីបំផុតយ៉ាងណាមិញជីវិតរបស់សត្វទាំងឡាយដែលជាកម្មសាងឡើងហើយកម្មនោះរមែងបែកធ្លីទៅវិញយ៉ាងដូច្នោះដែរដូច្នេះកុំមានសេចក្តីប្រមាទបុគ្គលគប្បីហ្វឹកហាត់ខ្លួនឯងឲ្យបានល្អព្រោះខ្លួនជាទីពឹងនៃខ្លួនឯងដ៏ពិសេសដ៏ក្រៃលែងចិត្តជាត្រកូលមិនមែនជាគ្រឿងវាស់ថាល្អឬអាក្រក់ឡើយការធ្វើនៅកម្មផ្សេងទើបជាគ្រឿងនៅមនុស្សថាល្អឬអាក្រក់ដោយពិតប្រាកដបងវែងផ្លូវនាំឲ្យខូចពេលនិងបង្ខាតអ្វីបន្តិចបន្តួចទៀតប៉ុន្តែមិនខាតច្រើនដូចជាវង្វេងនៃផ្លូវចិត្តឡើយពាក្យណាបើមិនចាំបាច់កុំនិយាយការដែលចាំបាច់ត្រូវនិយាយគប្បីនិយាយដោយធម៌ដោយសុចរិតត្រឹមត្រូវប្រសិនបើមានអំនួតក្នុងចិត្តកើតឡើងគិតថាខ្លួនឯងពូកែនេះជាចំណុចខ្សោយមួយមិនយូរប្រមាណនឹងបានជួបនៃការពិតជាចំណុចអន់របស់ខ្លួនឯងនេះព្រោះមកអំពីចំណុចខ្លាំងពូកែក្នុងលោកមិនមានទីបំផុតប៉ុន្តែបើយើងមិនមានអំនួតអួតខ្លួនឯងហើយក៏មិនមើលងាយខ្លួនឯងដែរនោះវាជាការសំរុំទៅហើយគេនិយាយថាពិភពលោកសពថ្ងៃមានការរីកចម្រើនខ្លាំងណាស់តើពាក្យនេះគេមាននិយាយរួមទាំងកិលេសផងដែរឬទេតាមពិតពិភពលោកនេះវាជាពិភពលោករបស់កិលេសមានកិលេសជាធំគ្រប់គ្រងយ៉ាងក្រៃលែងឯមនុស្សថាជាទាសកររបស់កិលេសបុគ្គលណាមានបញ្ញាចាស់ខ្លាខ្លាំងអាចប្រកាសនៅឯករាជ្យចាក់នៅកិលេសបានទើបជាធំលើលោកដោយពិត
បង្ហាត់សត្វបានចាត់ថាពូកែបង្ហាត់មនុស្សបានចាត់ថាប្រសើរឯការបង្ហាត់ខ្លួនឯងបានគឺពូកែផងប្រសើរផងនឹងបានធ្វើនៅអំពើជាទីពឹងដ៏ពិតប្រាកដផងបើយើងមិនបានធ្វើសេចក្តីល្អហើយយើងបាននឹករលឹកដល់ក្នុងចិត្តថាយើងជាមនុស្សល្អយើងមានសេចក្តីសុខដូច្នេះយើងនឹងបានសម្រេចក្នុងសុខពិតៗនៅក្នុងជីវិតជនគ្រប់គ្នាបានសេចក្តីសុខពីអ្នកដទៃប៉ុន្តែជាពិសេសនោះគឺសេចក្តីសុខក្នុងអំពើល្អរបស់ខ្លួនឯងអ្នកចូលមានមេត្តាដល់មនុស្សទូទៅប៉ុន្តែមិនត្រូវទុកចិត្តចំពោះមនុស្សទាំងអស់គ្នាឡើយត្រូវមានបញ្ញាគូគ្នាជាមួយនឹងមេត្តាផងត្រូវចេះស្គាល់មនុស្សឲ្យបានច្បាស់ល្អផងការខុសភ្លាត់ជាបទនៃការសិក្សាដ៏មានតម្លៃនិងជាមេរៀនដ៏ល្អបំផុតប្រចាំជីវិតនៃការរស់នៅមនុស្សមិនមានព្យាយាមនឹងក្រអ្វីគ្រប់យ៉ាងមនុស្សមិនប្រយ័ត្ននឹងក្រដូចគ្នាដែរជក់បារីធ្វើបានដោយងាយបរិភោគស្រាធ្វើបានដោយងាយឈប់ជក់បារីធ្វើបានដោយក្រឈប់បរិភោគស្រាធ្វើបានដោយក្រអ្វីដែលធ្វើបានដោយងាយអ្នកណាក៏ធ្វើបានដែរប៉ុន្តែអ្វីដែលធ្វើបានដោយក្រលំបាកប្រសិនបើអ្នកណាធ្វើគឺកំពូលមនុស្សហើយមនុស្សខ្ជិលដេកចាំឱកាសល្អឯមនុស្សមានព្យាយាមវិញដើរចេញទៅរកឱកាសល្អដោយខ្លួនឯងតាមពិតឱកាសល្អមិនបានចូលមករកមនុស្សខ្ជិលឡើយជួយមិនឲ្យគេដួលល្អជាងជួយលើជួយឲ្យគេចេះគិតល្អជាងគិតឲ្យគេអ្នកចូលធ្វើជាឧបសគ្គឲ្យคล้ายជាចិន្តាសម្រាប់យើងទៅអនាគតដ៏ខ្ពង់ខ្ពស់ពាក្យនិន្ទាធ្វើឲ្យអ្នកខូចកម្លាំងចិត្តពាក្យសរសើរធ្វើឲ្យអ្នកវង្វេងភ្លេចខ្លួនមានពាក្យនិយាយប្រៀបធៀបថាពេលវេលាដូចជាបក្សីដែលមានស្លាប់ហើរបានសូម្បីតែពេលវេលាកន្លងផុតទៅដូចជាមានស្លាប់ហើរក៏ដោយក៏យើងអាចបង្គាប់ប្រាប់ផ្លូវឲ្យហើរទៅបានដែរគឺទៅតាមផ្លូវប្រមាថឬមិនប្រមាថមិនតែចំពោះកិច្ចការណាមួយឬកំពុងស្ថិតនៅក្នុងស្ថានភាពណាបែបណានោះឡើយអ្នកដែលជួយយើងបានល្អជាទីបំផុតនោះគឺខ្លួនឯងអ្នកទី1លើកស្ទួយយើងឲ្យថ្កានឬដែលបានច្រានទម្លាក់ដល់អវិជ្ជ័យគឺខ្លួនឯងបានប្រឹងប្រែងក្នុងលោកីផ្លត់ស្មារតីធ្លាក់អវិជ្ជ័យក៏ព្រោះខ្លួនដែរការភ័យខ្លាចវាជាកំណើតមកសម្រាប់សពសត្វទាំងអស់ប៉ុន្តែសេចក្តីក្លាហានសម្រេចបានដោយការហ្វឹកហាត់ការគិតការនិយាយការធ្វើរបស់យើងគឺជាអ្នកសាងអនាគតដល់យើងតែខ្លាចស្លាប់សេចក្តីស្លាប់ក៏កាន់តែមកជិតអ្នករៀបចំស្លាប់បានល្អរៀបរស់ក៏បានល្អភ័យកាន់តែខ្លាំងព្រួយកាន់តែច្រើនអាយុកាន់តែខ្លីអណ្ដាតភ្លើងកាន់តែធំប្រេងកាន់តែឆាប់អស់កម្ដៅកាន់តែខ្លាំងសាច់កាន់តែផុយរលួយការរស់ព្រោះតែអាហារកាយមរណាព្រោះអាហារជាមូលហេតុចិត្តរស់ព្រោះសង្ខារចិត្តមរណាព្រោះអាហារជាហេតុកង្វល់នៃការភ័យខ្លាចជាហេតុនិងជាបច្ច័យនាំឲ្យវិលវល់ក្នុងវដ្តសង្សារអាត្មានិយមជាឫសគល់នៃចិត្តទុក្ខចរិយាទុក្ខនិងមរណៈទុក្ខបើយើងទទួលនៅសេចក្តីស្លាប់ដោយឧបេក្ខាសេចក្តីស្លាប់ចូលមករកយើងដោយឧបេក្ខាបើយើងទទួលជាតិចរិយាជាធិមរណៈដោយមេត្តាជាតិចរិយាជាធិនិងមរណៈឥតបានបញ្ចេញកំហឹងដាក់យើងវិញទេ
អ្នកខ្លាចការពិតរមែងសបិនឃើញភ័យបច្ចុប្បន្នคล้ายទៅជាអតីតកាលរាល់ដង្ហើមចេញចុះសង្ខារថ្មីคล้ายទៅជាសង្ខារចាស់រាល់ខណៈចិត្តមโนទ្វារកាន់តែធំវិថីចិត្តកាន់តែទូលាយចិត្តកាន់តែហើមហ៊ីងកាន់តែប៉ោងកំហឹងកាន់តែខ្លាំងកំហឹងកាន់តែខ្លាំងហ៊ីងកាន់តែប៉ោងហ៊ីងបែកធ្លាយសង្ខារក៏បែកខាត់ភ័យក្នុងភ័យក្រៅភ័យព្រោះខ្លាចស្លាប់ភ័យភ្លាត់ចំណាប់ស្លាប់មកដល់មុនភ័យលោកៈគឺបែកធ្លាយលោកធម៌គឺបែកធ្លាយនិន្ទានិងពលសរសើរជាធម៌បែកធ្លាយលោភៈក៏បែកធ្លាយអលោភៈក៏បែកធ្លាយយើងកើតពីភពបែកធ្លាយរស់នៅក្នុងភពបែកធ្លាយយើងមកពីណាត្រូវតែទៅទីនោះវិញមកពីដីត្រូវតែទៅជាដីវិញមកទៅទេទៅវិញក៏ទៅទេភាពស្មោះត្រង់បង្កើតភាពស្មោះត្រង់កុំយកលុយទៅទិញភាពស្មោះត្រង់កុំយកអំណាចកុំរៀនទៅភាពស្មោះត្រង់ស្មោះត្រង់ពិតគឺត្រង់ក្នុងត្រង់ក្រៅត្រង់ដើមត្រង់កណ្ដាលត្រង់ចុងត្រង់គ្រប់ទីកន្លែងនិងត្រង់គ្រប់ពេលវេលាត្រង់ឥតខ្លាចត្រង់ឥតភ័យត្រង់ឥតល្ងងត្រង់ឥតវង្វេងត្រង់ឥតគំនុំត្រង់ឥតបៀតបៀនត្រង់ឥតប្រទោសត្រង់អត់ក្រោតខឹងត្រង់ឥតបាក់ពោះត្រង់ឥតញៀតផៅត្រង់ឥតផលប្រយោជន៍ផ្ទាល់ខ្លួនភាពសង្ស័យធ្វើឲ្យភាពបរិសុទ្ធល្អកករមែងមើលឃើញការពិតភាពសង្ស័យកម្ចាត់អស់នៅភាពទុកចិត្តនិងភាពស្មោះត្រង់ភាពចង្អៀតចង្អល់ភាពតានតឹងភាពស្អុះស្អាប់ក្នុងអាកាសកម្ចាត់អស់នៅភាពស្ងប់ស្ងាត់ភាពសុខដុមរមនាសម្រាប់លោភៈដោយឃើញមរណៈយកទៅមិនរួចទេសម្រាប់ដំរេកដោយឃើញអសុភសម្រាប់ទោសៈដោយឃើញមេត្តាសម្រាប់មោហៈដោយឃើញបញ្ញាសម្រាប់កុហកដោយនិយាយពាក្យពិតនិងនិយាយត្រង់សម្រាប់កំណាញ់ដោយការឲ្យទានសម្រាប់ហិង្សាដោយអហិង្សាសម្រាប់ពៀដោយការមិនចងពៀសម្រាប់ច្រណែនដោយការត្រេកអរតាមសម្រាប់ប្រកាន់ដោយឧបេក្ខាតាំងចិត្តដោយមិនលំអៀងសម្រាប់ភាពភ្ញាក់ផ្អើលរន្ធប់ញាប់ញ័រដោយខន្តីសម្រាប់ភាពស្លន់ស្លោអន្ទះអន្ទែងក្តៅក្រហាយដោយវិរិយៈអ្នកណាក៏ដោយដែលកើតមកនៅលើលោកសន្តិវាយើងនេះតែងបានទទួលសុខនិងទុក្ខជាធម្មតានឹងរមែងមានការសរសើរនិងការនិន្ទាអំពីអ្នកដទៃមកលើយើងមានការច្រណែនព្យាបាទនិយាយដោយពាក្យចាក់ដោតអត់អាលដើម្បីឲ្យយើងវិនិច្ឆ័យក្នុងការងារអ្វីមួយនិងដើម្បីបង្កើតជាភ្លើងធ្វើឲ្យយើងមានទោសៈនៅក្នុងផ្លូវចិត្តគឺសេចក្តីក្រោធខឹងយើងត្រូវតែអត់ធ្មត់សង្កត់ចិត្តឲ្យបានយើងមិនគួរខ្វល់ខ្វាយយកចិត្តទុកដាក់នៅក្នុងចិត្តទេចូលអ្នកអប់រំចិត្តឲ្យបានល្អត្រូវធ្វើចិត្តឲ្យធ្ងន់ដូចជាផែនដីត្រូវសង្រួមចិត្តឲ្យបានមានចិត្តនឹងធឹងដូចជាសសរគោលត្រូវមានចិត្តថ្លាស្អាតដូចជាអន្លង់ប្រះចាក់ភុះកិច្ចការងារណាធ្វើហើយនឹងមិនទាន់ធ្វើហើយរបស់ជនដទៃដែលមិនមែនជាមុខការរបស់ខ្លួនយើងមិនគួរយកចិត្តទុកដាក់ការងារគេទេយើងគួរពិនិត្យពិច័យពិចារណាកិច្ចការទាំងឡាយដែលធ្វើហើយនឹងមិនទាន់ហើយចំពោះការងារតែខ្លួនឯងតែម្យ៉ាងបានហើយ
ចូលរក្សាឲ្យបានកុំរំសាយក្តីស្រមៃរបស់ខ្លួនឯងដោយសារការរិះគន់អំពីសំណាក់នៃជនដទៃពាក្យច្រើនណាស់ដែលត្រូវគេនិយាយចាក់ចុចអុចអាលចាក់ឆ្កឹះឆ្កៀលខំឆ្កឹះសង្វាតបំភ្លឺពីលបំភ្លៃខ្នាននាំអាចភ្លើងនាំបំបែកពឹសពោះលាក់ពឹសអាសោចឲ្យខ្លោចឆេះឲ្យរហែកអុចអាពូលអុចបំបែកឲ្យចែកផ្នែកឲ្យបែកបាក់អណ្ដាតពោះអន់មិនគួររាប់ជួចូលរាប់ស្មោះស្ម័គ្របើមានកបបើមិត្តភក្តិដឹងជាឲ្យដឹងយល់ការដកឆ្ងាយខ្លួនដកឲ្យហើយកុំឡើយរាប់កុំក្បែរណាពឹសអណ្ដាតពឹសពូវែងទឹករះច្រើនទៅឆាប់ក្តៅឯមនុស្សឆាប់ខឹងឆាប់ឆេវឆាវច្រើនតែមានកំហុសអ្នកចូលចងចាំថាបើខឹងត្រូវខំអត់បើក្រត្រូវខំរកស៊ូលំបាកមួយគ្រាប្រសើរជាងវេទនាមួយជីវិតអ្នកចូលកុំយកឈ្នះនឹងអ្នកដទៃយើងត្រូវយកឈ្នះក្នុងភាពខ្វះខាតចំពោះខ្លួនឯងវិញទើបប្រសើរជាងអ្នកមុននឹងធ្វើឬនិយាយអ្វីមួយត្រូវសម្លឹងរំពៃឲ្យបានឆ្ងាយរួចសឹមធ្វើសឹមនិយាយសម្ដីពោលចេញមិនដែលវិលវិញកាន់អ្នកចរចាហេតុនេះត្រូវប្រុងប្រយ័ត្នអាត្មាកុំឲ្យចរចាធ្លោះធ្លួយជាប់គុណដោយបុរាណលោកថាដាវឲ្យមាន3ស្រដីឲ្យមាន4 1មុននឹងដើរត្រូវគិតពីពេលវេលាតើគួរទៅឬមិនគួរទៅ2មុននឹងដើរត្រូវមើលផ្លូវដែលត្រូវដើរទៅ3មុននឹងដើរមើលមិត្តភក្តិដែលគួរទៅជាមួយតែគេជាមនុស្សបែបណាការនិយាយមុននឹងនិយាយទៅកាន់អ្នកណាម្នាក់ចូលអ្នកត្រូវគិតហើយសឹមនិយាយ1កុំស្ដីដោយពាក្យកុហក2កុំស្ដីដោយពាក្យត្រគូបបោ3កុំនិយាយដោយពាក្យចាក់ដោត4មុននឹងនិយាយត្រូវគិតការតេះដៀលនិងការសរសើរនេះជារបស់បុរាណការតេះដៀលនិងការសរសើរនេះមិនមែនទើបតែកើតនៅក្នុងថ្ងៃនេះទេអ្នកចូលពិចារណាឲ្យបានថាជនទាំងឡាយតែងនិន្ទាដល់បុគ្គលដែលអង្គុយនៅស្ងៀមក៏មានគេនិន្ទាអ្នកនិយាយច្រើនក៏មានគេនិន្ទាអ្នកនិយាយល្មមប្រមាណក៏មានគេនិន្ទាអ្នកណាក៏ដោយក្នុងលោកនេះដែលមិនត្រូវគេនិន្ទាគ្មានឡើយបុគ្គលដែលត្រូវគេនិន្ទាតែម្យ៉ាងឬត្រូវគេសរសើរតែម្យ៉ាងមិនមែនមានមុខហើយក្នុងអតីតកាលទេនឹងមានក្នុងអនាគតក៏ទេដែរនឹងមានក្នុងបច្ចុប្បន្ននោះក៏ទេគឺមានគ្រប់កាលគ្រប់វេលាទាំងអស់អ្នកណាក៏ដោយអាចហាមឃាត់នៅសេចក្តីក្រោធខឹងដែលកើតឡើងហើយដូចជាអ្នកកំពុងបើករទេះយ៉ាងលឿនហើយទុកនៅរទេះនោះឲ្យនឹងថ្កល់បានអ្នកអាចក្លាយជាមនុស្សវិសេសខ្លាំងដ៏ប្រសើរបំផុតមនុស្សយើងគ្រប់គ្នា
តែមានសេចក្តីស្រឡាញ់ក្នុងភាពជាប់ជំពាក់ទៅវិញទៅមកតែសេចក្តីស្រឡាញ់នោះមិនមែនស្ថិតនៅជាអមតៈឲ្យស្ថិតថេររហូតបានឡើយដូចជាពាក្យចាស់លោកពោលថាជួបជាគូនឹងបែកវិនាសជាគូនឹងចម្រើនសុខជាគូនឹងទុក្ខអ្នកស្រឡាញ់ខ្លាំងតែងហួងហែងខ្លាំងអ្នកស្រឡាញ់ច្រើនតែងហួងហែងច្រើនតែងរមែងមានសេចក្តីថ្នាំងថ្នាក់ចិត្តរង្គៀសចិត្តចំពោះបញ្ហាអ្វីមួយដែលកើតឡើងតែអ្នកទាំងនោះមិនបានស្វែងយល់នៅសមធម៌ឲ្យគ្នាទៅវិញទៅមកទេអ្នកនោះចង់បែកអ្នកនោះចង់ជួបពិតណាស់ថាការស្រឡាញ់គ្មានដែនកំណត់ក្នុងទីបញ្ចប់ទេសេចក្តីស្រឡាញ់ច្រើនសេចក្តីទុក្ខក៏ច្រើនសេចក្តីសោកសៅក៏ច្រើនភ័យកើតមកអំពីសេចក្តីស្រឡាញ់បើអ្នកចង់ផុតអំពីសេចក្តីទុក្ខចង់ផុតអំពីសេចក្តីសោកសៅបានចូលអ្នកត្រូវដកចិត្តអំពីសេចក្តីស្រឡាញ់ដកចិត្តអំពីសេចក្តីហួងហែងដកចិត្តអំពីសេចក្តីប្រាថ្នាចង់បានកាលបើរួចស្រឡះចាក់នៅសេចក្តីស្រឡាញ់ហើយសេចក្តីហួងហែងហើយសេចក្តីទុក្ខនិងសេចក្តីសោកសៅក៏លែងមានបន្តនៅក្នុងជីវិតរបស់អ្នកទៀតហើយបងប្អូនទាំងឡាយជាទីរាប់អានគ្រប់គ្នាមនុស្សយើងតែងរងទទួលនៅរឿងអ្វីមួយទាំងអស់ដែលរឿងនោះចូលចិត្តណាស់ការចំនួនឆ្លោះទាស់ទែងខ្វែងគំនិតគ្នាចង់ទៅយកឈ្នះលើអ្នកដទៃរៀងខ្លួនខំជជែកតតាំងដោយពាក្យសម្ដីមិនគប្បីទៅលើគ្នាទៅវិញទៅមកបុគ្គលអ្នកឈ្នះនោះតែងរងនៅពីឯអ្នកចាញ់តែងដេកកើតទុក្ខឥតស្រណុកចិត្តឡើយបើយើងលះបង់ការឈ្នះនិងការចាញ់ចេញហើយគឺយើងស្ងប់ឥតដេកកើតទុក្ខឡើយជាអ្នកមានចិត្តស្ងប់រងាប់ទើបដេកជាសុខហាក់ដូចជាគេដកបន្លាអំពីទ្រង់បានយើងជាអ្នកមិនមានពៀរស់នៅជាសុខពិតយើងមិនក្តៅក្រហាយរស់នៅជាសុខពិតយើងមិនច្រណែនរស់នៅជាសុខពិតយើងមិនមានកង្វល់តែងរស់នៅជាសុខពិតអ្នកក្រោតរមែងមិនស្គាល់នៅសុខជាផលកើតអំពីការប្រណិប័តល្អមិនស្គាល់នៃសេចក្តីទុក្ខជាផលនៃអំពើទុច្ចរិតគឺការប្រព្រឹត្តអាក្រក់ដោយកាយវាចាចិត្តបើអ្នកក្រោតខឹងតែមិនដឹងនៅទុក្ខប្រចាំសត្វលោកបើអ្នកក្រោតខឹងរមែងមិនដឹងនៅទុក្ខដែលមានសម្រាប់ខ្លួនយើងនិងអ្នកដទៃដោយភ័ន្តច្រឡំទុក្ខថាជាសុខសុខថាជាទុក្ខទៅវិញជីវិតនេះខ្លីណាស់ត្រូវរៀនរស់ឲ្យសប្បាយចេះអត់ឱនឲ្យគ្នាចេះជួយយកអាសាគ្នាទៅវិញទៅមកចេះអាណិតស្រឡាញ់គ្នានឹងគ្នាចេះគោរពគ្នាទៅតាមវ័យចេះមេត្តាធម៌ដល់គ្នានឹងគ្នាចេះឲ្យតម្លៃគ្នាទៅវិញទៅមកកុំមើលងាយមនុស្សតែសបកក្រៅទោះជីវិតនោះក្រឬមានគេក៏ជាមនុស្សបរិភោគអាហារក្នុងមួយថ្ងៃ3ពេលដូចយើងដែរយើងចង់រស់គេក៏ចង់រស់យើងចង់សុខគេក៏ចង់បានសុខព្រោះគេជាមនុស្សមិនមែនជាសត្វទេក្អែលជាគ្រឿងសៅហ្មងរបស់រូបកាយការច្រណែនការព្យាបាទការកំណាញ់ការខឹងក្រោធជាការលុបលុនហួងហែងទ្រព្យហួសពេកវាជាគ្រឿងសៅហ្មងរបស់ផ្លូវចិត្ត
ឲ្យតែអ្នកព្យាយាមគឺពិតជាមិនឥតប្រយោជន៍ទេទាំងការងារក្នុងផ្លូវលោកនេះទាំងប្រតិបត្តិក្នុងផ្លូវធម៌បើអ្នកព្យាយាមតិចនឹងបានផលតិចបើអ្នកព្យាយាមច្រើននឹងបានផលច្រើនអ្នករស់នៅក្នុងលោកនេះកុំទម្រុនកុំខ្ជិលច្រអូសកុំគិតថាការងារនេះត្រជាក់ណាស់ធ្ងន់ណាស់ក្តៅណាស់ល្ងាចណាស់យប់ណាស់អ្នកត្រូវរឹងមាំឡើងព្រោះគ្មាននរណាគេមករកស៊ីចិញ្ចឹមយើងនោះទេមនុស្សមានប្រភេទផ្សេងគ្នាមនុស្សខ្លះចិត្តកាយខូចលោភប្រដូចមនុស្សក្រូចឆ្មាមិនដែលផ្អែមពិសាជូរយ៉ាងណាជូរទាល់តែងាប់មនុស្សខ្លះដូចដនងខ្ចីដំបងប្រសើរគំដល់ចាស់ស្វិតសទ្របគេលេងរួមស្អប់លេងស្លឯស្វាយខ្ចីជូរណាស់តែដល់ចាស់ទុំផ្លែល្អមនុស្សយើងទូខ្មៅសកម្របានផ្អែមដូចផ្លែស្វាយកុំអាងខ្លួនមានមើងងាយអ្នកក្រកុំអាងខ្លួនសមើងងាយអ្នកខ្មៅកុំអាងខ្លួនប្រាជ្ញមើងងាយអ្នកខ្លៅកុំអាងខ្លួនត្រូវមើងងាយអ្នកខុសកុំអាងខ្លួនប្រុសមើងងាយគេស្រីកុំអាងខ្លួនប្តីមើងងាយប្រពន្ធកុំអាងខ្លួនខ្លាំងមើងងាយអ្នកអន់កុំអាងទ្រព្យធនមើងងាយអ្នកខ្សត់